បងប្អូនទេសនាគ្រប់គ្នានៅឯព្រំដែនសៀមមីយ៉ាន់ម៉ាឯណោះវាកំពុងតែជួបគ្រោះទុក្ខធំហើយដោយសារទឹកជំនន់ព្រៃបានហូរបុកជុលទន្លេមេសាយនេះវាបណ្ដាលឲ្យលិចលង់ភូមិនៅឋានរបស់ប្រជាជនសៀមនៅតាមដងទន្លេមេសាយនោះវាត្រូវលិចលង់នឹងផ្ទះសម្បែងរបស់ប្រជាជនសៀមមួយចំនួនត្រូវទឹកហូរនាំយកទៅអស់រលីងគ្មានសល់នោះទេប៉ុន្តែយ៉ាងណាក៏ដោយតាមប្រភពព័ត៌មានសៀមបានបញ្ជាក់អះអាងថាតំបន់ទន្លេមេសាយនេះវាគឺជាតំបន់ទន្លេខណ្ឌព្រំសីមាដែនដីរវាងប្រទេសថៃនិងប្រទេសមីយ៉ាន់ម៉ាដោយទន្លេមេសាយនេះគឺស្ថិតនៅចន្លោះកណ្ដាលត្រៃម្ខាងស្ថិតនៅក្នុងតំបន់ស្រុកមេសាយក្នុងខេត្តឈៀងរ៉ាយរបស់ប្រទេសថៃរីឯតាមដងទន្លេមេសាយត្រៃម្ខាងទៀតគឺស្ថិតនៅក្នុងរដ្ឋខីឡេតក្នុងប្រទេសភូមានោះបើតាមការបញ្ជាក់ឲ្យដឹងបន្ថែមពីសារព័ត៌មានសៀមនោះនៅតាមដងទន្លេត្រៃម្ខាងរបស់មីយ៉ាន់ម៉ាគឺមានសាងសង់កំផែងទប់ទឹកយ៉ាងខ្ពស់ផុតពីច្រាំងទន្លេប្រហែល5ទៅ7ម៉ែត្រឯណោះដើម្បីការពារទប់ទឹកជំនន់នោះកុំឲ្យហូរបុកទៅខាងភូមិមីយ៉ាន់ម៉ាជាពិសេសក្នុងតំបន់ភូមិឋានរស់នៅរបស់ប្រជាជនមីយ៉ាន់ម៉ានោះតែម្ដងរីឯខាងភាគីទន្លេមេសាយមកខាងទៀតនៅតំបន់ស្រុកមេសាយខាងព្រំដែនសៀមឯណោះគឺវាពុំមានកំផែងទប់ទឹកនោះទេគឺមានតែបោកខ្សាច់ទូចៗតែប៉ុណ្ណោះសម្រាប់ជាកំផែងទប់ទឹកនោះដូចនេះនៅពេលមានទឹកជំនន់ហូរបុកខ្លាំងលិចបោកខ្សាច់នោះគឺទឹកនោះវានឹងបុកហូរចូលក្នុងភូមិឋានផ្ទះសម្បែងនឹងលិចលង់ទាំងស្រុងសម្រាប់ភូមិសៀមតែម្ដងគឺគ្មានសល់នោះឡើយជាពិសេសនៅពេលមានភ្លៀងធ្លាក់ខ្លាំងគឺភាគច្រើនទន្លេមេសាយនេះគឺលិចលង់ដោយសារទឹកភ្លៀងព្រៃជំនន់តែប៉ុណ្ណោះយោងតាមអាជ្ញាធរសៀមនៅតំបន់មូលដ្ឋាននោះបានបញ្ជាក់ថានៅតំបន់ម្ខាងដងទន្លេមេសាយខាងព្រំដែនដីសៀមនោះគឺវាមានលក្ខណៈសន្តានដីទាបជាងប្រទេសភូមាដូចនេះទឹកជំនន់លិចលង់គឺហូរបុកខ្លាំងមកខាងភាគីភូមិសៀមតែប៉ុណ្ណោះរីឯទៅត្រីមកខាងភាគីភូមិរបស់ប្រទេសមីយ៉ាន់ម៉ានោះគឺវាមិនលិចលង់នោះឡើយដោយរឿងរ៉ាវបញ្ហាទឹកជំនន់នៅក្នុងតំបន់ទន្លេមេសាយនេះវាក៏ជាកង្វល់សម្រាប់ប្រជាជនសៀមរស់នៅតំបន់ទីនោះផងដែរ